ជំរាបសួរពុកម៉ែបងប្អូនជួបគ្នាក្នុងវីដេអូថ្មីទៀតហើយថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទៅលេងភូមិគ្រឹះដ៏ស្កឹមស្កាយមួយដែលកំពុងតែឈរបង្អួតរៀងនៅលើទឹកដីនៃខេត្តបាត់ដំបងតែបងប្អូនបានឃើញនៅក្នុងវីដេអូនេះមានអាយុកាលរហូតដល់ទៅ121ឆ្នាំមកហើយភូមិគ្រឹះនេះត្រូវបានសាងសង់នៅឆ្នាំ1904ដោយស្ថាបត្យករអ៊ីតាលីមកពីទីក្រុងបាងកកអគារនេះសាងសង់ឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួនរបស់លោកម្ចាស់កថាធនឈុំប៉ុន្តែជាអកុសលក្នុងឆ្នាំ1907នៅពេលដែលបារាំងទាបានខេត្តទាំង3រួមមានខេត្តបាត់ដំបងសិរីសោភ័ណ្ឌនិងអង្គរពីថៃមកឲ្យកម្ពុជាវិញក៏បានលក់លំនៅឋានរបស់លោកទាំងអស់រួមទាំងអគារនេះផងដែរឲ្យទៅបារាំងហើយអគារដែលខ្ញុំកំពុងតែឈរទៅថតឲ្យបងមើលនោះគឺធ្វើឲ្យម្ចាស់របស់គាត់បានរស់នៅទេគាត់បានលក់អគារនឹងទៅឲ្យបារាំងហើយបារាំងបានរៀបចំអគារនឹងคล้ายទៅជាសាលាខេត្តបាត់ដំបងតែម្ដងទៅតែបច្ចុប្បន្នអគារនេះបានคล้ายទៅជាសារមន្ទីរដែលតាក់ទាញភ្ញៀវទេសចរច្រើនដែរចូលទស្សនាសូម្បីតែខ្ញុំនឹងក៏ជាភ្ញៀវទេសចរដែរពួកខ្ញុំចង់ចូលមើលថានៅក្នុងនឹងមានអីខ្លះចឹងណាហើយសម្ភារៈនឹងរបស់របរដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះគឺគ្រាន់តែជាការដាក់តាំងឲ្យបងប្អូនចូលទៅបានឃើញទេតែជាក់ស្ដែងនៅក្នុងផ្ទះនឹងគឺអត់មានអីទេសាងសង់ឲ្យម្ចាស់គាត់បានរស់នៅដែរហើយមូលហេតុដែលផ្ទះនឹងមានអ្នកចង់ទៅលេងចង់ស្គាល់និងសិក្សាពីប្រវត្តិសាវតារបស់ផ្ទះក៏ដូចជាម្ចាស់ផ្ទះនឹងគឺដោយសារលោកម្ចាស់កថាធនឈុំនឹងគឺថាគ្រួសារគាត់នឹងបានគ្រប់គ្រងខេត្តបាត់ដំបងនឹងតចំនួន5ចំនួនមកហើយគាត់គឺជាអ្នកគ្រប់គ្រងខេត្តបាត់ដំបងនៅចំនួនទី5ហើយពេលដែលអាណានិគមបារាំងបានចូលមកដល់ទឹកដីប្រទេសកម្ពុជាគាត់ក៏បាននាំប្រពន្ធកូនក៏ដូចជាខ្ញុំបម្រើរបស់គាត់ទាំងអស់ហ្នឹងទៅរស់នៅខេត្តបស្ចិមបុរីប្រទេសសៀមហើយក៏មានអ្នកស្រុកអ្នកភូមិនៅក្នុងខេត្តបាត់ដំបងដែលស្រឡាញ់គោរពគាត់ហ្នឹងណាក៏មានអ្នកទៅតាមគាត់ដែរខ្ញុំបានអានសភៅមួយដែលមានចំណងជើងថាដំបងសម័យលោកម្ចាស់នៅក្នុងសភៅហ្នឹងក៏គេបាននិយាយរៀបរាប់ដែរថាប្រជាពលរដ្ឋដែលព្រមស្ម័គ្រខ្លួនទៅតាមលោកម្ចាស់កថាធនឈុំមួយចំនួនហ្នឹងក៏បានត្រឡប់មកកម្ពុជាវិញដោយសារតែការចំណាក់ស្រុកទៅតាមលោកម្ចាស់ហ្នឹងគឺមានការពិបាករស់នៅវត្តតាក់ទងមួយនឹងលោកម្ចាស់កថាធនឈុំក៏ដូចជាការគ្រប់គ្រងរបស់គាត់នៅក្នុងតំបន់ក៏ដូចជានៅក្នុងខេត្តបាត់ដំបងបងអាចទៅអានសភៅនឹងបានព្រោះខ្ញុំបានអានសភៅនឹងដែរឥឡូវនេះខ្ញុំកំពុងតែឡើងទៅជាន់ខាងលើបើនិយាយពីផ្ទះនេះគឺតាមបន្ទប់នីមួយមានទំហំធំខ្លាំងមែនតើហ្មងណាបងហើយបើនិយាយពីបអួចនឹងទ្វារវិញក៏ធំដែរនេះគឺជាទីធ្លាផ្ទះនៅខាងមុខបងខ្ញុំឡើងទៅជាន់ខាងលើហើយខ្ញុំថតពីរៀនហាលខាងមុខឲ្យបងមើលគឺថាបរិយាកាសនៅផ្ទះនោះគឺស្អាតមែនតើហើយបើនិយាយពីតួអាគារទាំងមូលហ្មងគឺនៅល្អច្រើនសូម្បីតែការ៉ូដែលយើងកំពុងតែដើរជាន់នោះគឺនៅស្អាតច្រើននៅអញ្ចឹងហើយអាគារនេះអាចនៅបានយូរអង្វែងទៅមុខទៀតព្រោះអាគារនៅល្អច្រើនណាហើយនេះគឺជារូបលោកម្ចាស់កថាធនឈុំដែលគាត់ជាអតីតម្ចាស់ផ្ទះម្ចាស់អាគារនឹងប៉ុន្តែគាត់អត់ដែលបានរស់នៅលើផ្ទះនឹងទេគាត់បានទៅរស់នៅស្រុកថៃហើយពេលដែលគាត់ទៅដល់ស្រុកថៃនឹងគាត់បានធ្វើផ្ទះមួយដែរមានរូបរាងដូចទៅនឹងផ្ទះដែលស្ថិតនៅក្នុងខេត្តបាត់ដំបងនឹងដូចគ្នាប៉ុន្តែអាគារដែលនៅប្រទេសថៃនឹងគាត់បានបរិច្ចាគឲ្យទៅជាមន្ទីរពេទ្យនៅក្នុងខេត្តបស្ចិមបុរីហ្នឹងណាបងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ